cái class trong xoay như một thay bị crypto và ta đang chặt đam bị cái lại na xong một trong videoนี้ខ្ញុំនឹងបង្ហាញពីអ្នកទាំងអស់គ្នាអំពីរបៀបបង្កើត account បោកប្រាស់និងទិញលក់ crypto ដោយសុវត្ថិភាពហើយសង្ឃឹមថាវានឹងជួយដល់បងប្អូនជៀសផុតអំពីការ scam បោកប្រាស់ទៅលើ app คล้ายៗឬការបោកបញ្ឆោតអីផ្សេងទៀតចឹងទៅអូខេ app សម្រាប់ប្រើប្រាស់ crypto គឺវាមានច្រើនខ្លាំងមែនតើតែថ្ងៃនេះខ្ញុំសូមបង្ហាញពីអ្នកទាំងអស់គ្នាអំពី app មួយគឺមានឈ្មោះថា OKX អញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាអាចបង្កើត account តាមការ click link របស់ខ្ញុំខាងលើនេះបាន link គឺខ្ញុំដាក់លើនៅក្នុង caption ហើយជាមួយនៅក្នុង comment បន្ទាប់មកគឺយើង tick កន្លែងនេះមួយហើយចុច next ហើយកន្លែងនេះគឺយើងវាយ email របស់យើងហើយនៅខាងក្រោមហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញ referral code ហើយអញ្ចឹងដោយសារអ្នកទាំងអស់គ្នា click តាម link របស់ខ្ញុំហ្នឹងប្រការ trading របស់យើងទាំងអស់គឺនឹងទទួលបាន saving fee ចំនួន 20% មកឲ្យយើងវិញរហូតដល់ lifetime ហ្មងបន្ទាប់មកយើងបំពេញ email ចូលបន្ទាប់មកយើងបំពេញ code verify ដែលវាបានផ្ញើមកកាន់ email យើងទៅជំហានបន្ទាប់គឺយើងបំពេញលេខទូរស័ព្ទបន្ទាប់មកយើងបំពេញលេខ code ដែលវាផ្ញើមកលេខទូរស័ព្ទយើងជាការស្រេចហើយបន្ទាប់មកកន្លែងនេះគឺអ្នកទាំងអស់គ្នាដាក់ password ដាក់អីតែចិត្តដែរប៉ុន្តែពេលដាក់ឲ្យតម្លាក់នៅក្នុង comment មកនិយាយលេងអូខេអញ្ចឹងការបង្កើត account របស់យើងគឺរួចរាល់ហើយប៉ុន្តែគឺនៅសល់មួយចំហានទៀតទើបយើងអាចប្រើប្រាស់បានគឺយើងត្រូវការ verify អត្តសញ្ញាណរបស់យើងអញ្ចឹងកន្លែងនេះគឺយើងចុច get verify បន្ទាប់មក click verify now បន្ទាប់មកចុច next ហើយកន្លែងនេះគឺមាន3ជម្រើសយើងអាច verify ជាមួយនឹង driver license national ID ជាមួយនឹង passport 3ហ្នឹងគឺយើង verify មួយណាក៏បានដែរស្រេចចិត្តយើងទេតែជាទូទៅគេជ្រើសរើសយកអត្តសញ្ញាណប័ណ្ណអញ្ចឹងណាអញ្ចឹងអ្នកនរគ្នារើមួយណាក៏បានដែរបន្ទាប់មកយើងចុច next ហើយយើងធ្វើការថតរូបអត្តសញ្ញាណប័ណ្ណរបស់យើងទាំងមុខទាំងក្រោយតាមការណែនាំរបស់គេអញ្ចឹងទៅបន្ទាប់ពីយើងបំពេញតាមលក្ខខណ្ឌរបស់គេរួចអស់ហើយយើងរងចាំពី5ទៅ10នាទី verification របស់យើងជោគជ័យគឺរួចរាល់អាចប្រើប្រាស់បានហើយយេអញ្ចឹងបន្ទាប់មកអ្នកនរគ្នាចូលទៅកាន់ App Store download app OKX មកហើយយើង open វា login email password ដែលយើងបង្កើតមិញចូលទៅក្នុង app ហើយចាប់ដើមធ្វើការប្រើប្រាស់បានអញ្ចឹងបន្ទាប់មកគឺយើងត្រូវដាក់លុយចូលក្នុងហ្នឹងដើម្បីធ្វើការវិនិយោគទិញលក់វិធីទី1ដែលលឿនបំផុតហើយស្រួលជាងគេជាដំបូងគឺយើងចុចខាងលើនេះចូលទៅកាន់ user center របស់យើងបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញ UID ហើយយើង copy UID ហ្នឹងទៅ UID នេះដូចជាលេខសម្គាល់គណនីរបស់យើងអញ្ចឹងសម្រាប់អ្នកដែលគាត់ប្រើប្រាស់ exchange គ្នាក្នុងករណីនេះ OKX ជាមួយនឹង OKX អ្នកទាំងអស់គ្នាគ្រាន់តែយក UID ហ្នឹង copy ទៅឲ្យគេហើយគេនឹងអាច transfer fund ចូលមកគណនីរបស់យើងតាមរយៈ UID ហ្នឹងហើយសម្រាប់វិធី transfer ចេញទៅវិញទៅមកលម្អិតជាងនេះគឺខ្ញុំមានបានធ្វើវីដេអូមួយ like ផ្សេងទៀតដែលអ្នកនរគ្នាអាចចូលមើលបានដោយសេរីនៅក្នុង group Telegram មេរៀនរបស់ពួកយើងវិធីទី2គឺពេញនិយមបំផុតដែលគេប្រើប្រាស់ជាទូទៅគឺគេ transfer តាម wallet address អញ្ចឹងយើងចុចកន្លែង deposit crypto នេះមកបន្ទាប់មកយើង select យក USDT ហើយកន្លែងនេះអ្នកនរគ្នានឹងឃើញ network ជាច្រើនមានដូចជា Tron Ethereum Xlayer អញ្ចឹងទៅអ្នកនរគ្នា select យកមួយណាក៏បានប៉ុន្តែ make sure អ្នកដែលផ្ញើមកហ្នឹងគេដឹងដែរអញ្ចឹងឥឡូវនេះគឺខ្ញុំ select យក Tron TRC20 អ្នកនរគ្នានឹងឃើញ QR code ហើយជាមួយនឹង address អញ្ចឹងយើង copy address ហ្នឹងឲ្យគេក៏បានឬក៏យើង save QR ហ្នឹង send ឲ្យគេក៏បានដូចគ្នាដែរអញ្ចឹងពេលគេទទួលបានអាហ្នឹងគឺគេអាចផ្ញើលុយចូលកុង crypto wallet យើងបានហើយវិធីចុងក្រោយមួយទៀតគឺគេហៅថា P2P trading អានេះមានន័យថាយើងកំពុងទិញលក់ជាមួយនឹង user ប្រើប្រាស់នៅក្នុង exchange ហ្នឹងដូចគ្នាអញ្ចឹងអ្នកនរគ្នា click នៅកន្លែង P2P trading នេះមកបន្ទាប់មកយើង select យក P2P ហើយអ្នកទាំងអស់គ្នា filter កន្លែងធនាគារនេះយកតែធនាគារខ្មែរកម្ពុជាយើងមកហើយបន្ទាប់មកអ្នកនរគ្នាឃើញ seller ដែលយើងអាចទិញបានហើយក្នុងហ្នឹងគេបង្ហាញពីថាគេនៅសល់ USDT ចំនួនប្រមាណទិញ limit ប្រមាណឡើងហើយគឺគេទទួលធនាគារខ្លះអញ្ចឹង make sure អ្នកទាំងអស់គ្នាអានលក្ខខណ្ឌគេឲ្យបានត្រឹមត្រូវជៀសវាងមានបញ្ហារដាប់10 U ចឹងទៅហើយពេលដែលយើងលក់ USDT វិញគឺយើងប្រើប្រាស់តាម3វិធីដែលខ្ញុំបង្ហាញពីរបៀបទិញមិញដូចគ្នានិយាយទៅគឺយើងទិញមិនគឺយើងលក់វិញចេញអញ្ចឹងដូចគ្នាអូខេឥឡូវនេះគឺដល់វគ្គរបៀបទិញលក់ម្ដងអញ្ចឹងពេលអ្នកនរគ្នាមើលនៅក្នុង app អូសចុះក្រោមបន្តិចកន្លែង hot នេះប្រកាសជាឃើញកាក់ច្រើនខ្លាំងមែនតើហើយបន្ទាប់មកគឺយើងអាច select view មកបាននៅក្នុងហ្នឹងគឺឃើញរាប់រយកាក់តែម្ដងយើងចង់បានកាក់អីយើងចុចលើកាក់ហ្នឹងអីចឹងទៅហើយបើសិនជាអត់ឃើញកាក់ហ្នឹងទេយើងចេញក្រៅវិញយើងអាច search វាក៏បានដែរឥឡូវឧទាហរណ៍ថាយើងចង់ទិញកាក់ Trump អញ្ចឹងយើងវាយអក្សរ Trump មកគឺឃើញកាក់ Trump នៅលើហ្នឹងហើយអញ្ចឹងឧទាហរណ៍យើងចង់ទិញលក់វាយើង click លើហ្នឹងមកនេះគឺទីសារ candle របស់កាក់ Trump ឥឡូវនេះគឺមួយកាក់ត្រឹមតែ$9ហើយបើសិនជាអ្នកនរគ្នាចង់ទិញវាយើងចុច trade នៅខាងក្រោមហ្នឹងមកអញ្ចឹងនៅកន្លែងនេះគឺយើងអាចអូសវាក៏បានពេលវាអូសទៅអ្នកនរគ្នាឃើញអត់ទឹកលុយ$50 $60 $70 $100ហ្នឹងចង់ទិញប៉ុន្មានក៏បានដែរស្រេចចិត្តយើងទេឬក៏មួយទៀតយើងសរសេរហ្មងថាយើងចង់ទិញប៉ុន្មាន$ឥឡូវឧទាហរណ៍ថាខ្ញុំចង់ទិញ$10យើងដាក់ចូលមកយើងចុច buy ទៅប៉ុងគឺវារួចរាល់ហើយបន្ទាប់មកនៅខាងក្រោមស្ដាំដៃយើង click កន្លែង asset នេះមកគឺយើងនឹងឃើញថាយើងទទួលបានកាក់ Trump 1.1 token ហើយ USDT របស់យើងគឺនៅសល់តែ$90ព្រោះអីមិនយើងទិញហើយអញ្ចឹងបើសិនជាចង់លក់កាក់ Trump ហ្នឹងទៅជា USDT វិញគ្រាន់តែចុចកន្លែង trade មិញវិញមកហើយបន្ទាប់មកកន្លែង buy នេះយើងដូរទៅជា sell ហើយ process គឺដូចឲ្យយើងរបៀបយើងទិញមិញអញ្ចឹងយើងអូសក៏បានឬក៏យើងវាយចំនួនកាក់ហ្មងក៏បានដែរឥឡូវខ្ញុំទិញមិញ1.1 token ឥឡូវយើងលក់ប៉ុណ្ណឹងវិញអូសវាមកចុច sell ប៉ក់រួចរាល់ជាការស្រេចហើយបើសិនជាអ្នកនរគ្នាចង់ trade future
យើងចុចកន្លែង trade នឹងមួយមកគឺវាមាន load មកនេះ spot ជាមួយនឹង future អញ្ចឹងយើង select future មកហើយការ trade future គឺវាដូចគ្នាជាមួយនឹង spot មិនអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ស្វែងយល់ដឹងបន្ថែមពីរបៀប trade future trading នេះជាអ្វីលាក់ប្រាប់ក្នុង comment បានមិនចាំខ្ញុំចេញធ្វើលម្អិតពីរបៀប trade future នឹងមួយហ្មងយ៉ាអញ្ចឹងការប្រើប្រាស់ OKX របៀបទិញលក់របៀប trade គឺរួចរាល់ហើយងាយស្រួលខ្លាំងមែនតើបើសិនជាអ្នកនរគ្នាមានចម្ងល់អីអាចសួរខ្ញុំនៅក្នុង comment បានមួយទៀតគឺអាច join group Telegram crypto របស់ខ្ញុំនេះមកនៅក្នុងហ្នឹងគឺខ្ញុំបោះព័ត៌មានជាមួយពិភពលោកនិងព័ត៌មាន crypto តនហេតុការណ៍ខ្លាំងមែនតើហើយយើងមាន community ក្នុង group chat ជិត 10000 នាក់អីអញ្ចឹងបើសិនជាមានសំណួរអីគឺអាចសួរនៅក្នុងហ្នឹងក្រុមការងារចាំទទួលដោះស្រាយជានិច្ចហ្មងយ៉ាហើយមួយទៀតគឺកុំភ្លេច follow Facebook និង TikTok របស់ខ្ញុំមួយនេះផង